អាយុដំឧបនាយករដ្ឋមន្ត្រីប្រចាំការវង្សសីវិសុទ្ធបន្តចុះសួរសុខទុក្ខវីរៈកងទ័ពដែលរងរបួសកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំនាព្រឹកថ្ងៃទី21ខែធ្នូឆ្នាំ2025អាយុដំវង្សសីវិសុទ្ធឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំបានបន្តចុះសួរសុខទុក្ខវីរៈកងទ័ពដែលរងរបួសក្នុងបុព្វហេតុការពីបូរណភាពទឹកដីនៅសមរភូមិមុខហើយបច្ចុប្បន្នកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំដំណើរចុះសាកសួរសុខទុក្ខនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់លោកអ្នកអង្គញាត្រីភិបអាយុដំថោជាថាអាយុដំហួតហាក់និងអាយុឧត្តមនួនផារតអភិបាលខេត្តកំពង់ធំអាយុដំឧបនាយករដ្ឋមន្ត្រីប្រចាំការវង្សសីវិសុទ្ធបានពំនាំនៅបណ្ដាំផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាអគ្គភស្តុភារជាន់ខ្ពស់មិនចេះរិញស្ងួតរបស់កងទ័ពនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជាពិសេសពីសំណាក់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតដែលតែងតែបានគិតគូរជានិច្ចពីសុខទុក្ខវីរៈកងទ័ពនិងក្រុមគ្រួសារនៅគ្រប់ទីកន្លែងនិយាយជារួមនិងនិយាយដោយឡែកនៅក្នុងខេត្តកំពង់ធំរបស់យើងផងដែរអាយុដំឧបនាយករដ្ឋមន្ត្រីប្រចាំការវង្សសីវិសុទ្ធបានសម្ដែងនូវការគោរពការដឹងគុណការស្រឡាញ់និងការកោតសរសើរវិតម្លៃខ្ពស់ជូនបងប្អូនវីរៈកងទ័ពទាំងអស់ចំពោះវីរៈភាពនិងការខិតខំតស៊ូដ៏ស្វិតស្វាញនិងបដូរផ្ដាច់នៅសមរភូមិដោយហ៊ានលះបង់ដ៏ធំធេងលះបង់ឈាមនិងសាច់ដើម្បីបុព្វហេតុការពីអធិបតេយ្យនិងបូរណភាពទឹកដីនៃកម្ពុជាយើងពីការរំលោភឈ្លានពានរបស់កងទ័ពថៃនៅតាមបណ្ដោយព្រំដែនអាយុដំឧបនាយករដ្ឋមន្ត្រីប្រចាំការវង្សសីវិសុទ្ធបានមានប្រសាសន៍ផ្ដាំផ្ញើដល់បងប្អូនវីរៈកងទ័ពទាំងអស់ផងដែរថាសមរភូមិក្រោយនៅឈរពីក្រោយសមរភូមិមុខយ៉ាងរឹងមាំជាធ្លុងមួយនិងជាកម្លាំងតែមួយដើម្បីផ្ដល់ការគាំទ្រដល់វីរៈកងកម្លាំងកម្ពុជាយើងទាំងកងទ័ពនគរបាលនិងអាវុធហត្ថអាយុដំឧបនាយករដ្ឋមន្ត្រីប្រចាំការនិងក្រុមការងារអមដំណើរបានជូនពរឲ្យវីរៈកងទ័ពទាំងអស់ឆាប់បានជាសះស្បើយនិងមានសុខភាពល្អកម្លាំងមាំមួននិងអាចវិលត្រឡប់ចូលអង្គភាពវិញដើម្បីបន្តបេសកកម្មការពារជាតិនិងដេញពួកឈ្លានពានកុំឲ្យចូលមកក្នុងទឹកដីយើង